សួស្តីបងប្អូនទាំងអស់គ្នាเพจរបស់គាត់ពេលដែលខ្ញុំចូលមើលគឺជាเพจដែលបើក content monetize ហើយប៉ុន្តែអ្វីដែលខុសឆ្គងទៅលើเพจគាត់ហ្នឹងគឺเพจគាត់យកពីគេសុទ្ធទាំងអស់អញ្ចឹងណាទាំងការតាំង profile ទាំងរូបភាពតាក់ទងមួយនឹងវីដេអូអីផ្សេងៗគឺយកពីគេទាំងអស់អញ្ចឹងទៅពេលដែលយកពីគេអញ្ចឹងទៅវាធ្លាក់ set up ដែរតើបងប្អូនប៉ុន្តែអ្វីដែលធ្លាក់ set up អញ្ចឹងហើយអ្វីដែលយើងគួរតែបញ្ញាប់គឺត្រូវតែលុបវីដេអូចាស់ៗចេញដាក់ original ត្រូវដាក់ original ឲ្យបានលឿនបើមិនអញ្ចឹងទេអាចនឹងមានបញ្ហាខូចណានេះឧទាហរណ៍ដូច page គាត់អញ្ចឹងនេះជា page គាត់បងប្អូនទាំងអស់គ្នានេះគឺជា page របស់គាត់ដែលធ្លាក់ set up មិញដែលខ្ញុំនិយាយខាងលើមិញហ្នឹងណាគឺ page នេះឈ្មោះគឺផ្សេងដល់ពេលដាក់តាំងរូបភាព cover គឺផ្សេងអញ្ចឹងវាផ្សេងគ្នាហើយតើតើមួយ location ក៏ផ្សេងដែរ location ទៅដាក់ក្រៅប្រទេសប៉ុន្តែជាក់ស្ដែងគាត់នៅខ្មែរទេអញ្ចឹងណាអញ្ចឹងវាខុសគ្នាបែបហ្នឹងណាអញ្ចឹងសរុបរួមទៅ page របស់គាត់គឺវាខុសច្រើនទី1ទៅលើឈ្មោះខុសខុសពីរូបភាពខុសពី content របស់យើងអញ្ចឹងទៅទី2តកតងមួយនឹងវីដេអូគាត់យកពីគេសុទ្ធទាំងអស់អញ្ចឹងពេលដែលធ្លាក់ CM វាធ្លាក់ពិតមែនចំពោះ CM គោលការណ៍ចាស់ហ្នឹងវាធ្លាក់មែនប៉ុន្តែមុននឹងពេលដែលធ្លាក់ហើយគឺវាឆែកទៅលើ page របស់យើងបន្ថែមទៀតអញ្ចឹងបើសិនជាបងប្អូនមិនចង់ឲ្យវាឆែកទៅលើ page របស់យើងដែលធ្លាប់ខុសហើយខុសពីមុនទេគួរតែលុបវីដេអូរូបភាពចាស់គឺស្ដារ page យើងឡើងវិញឲ្យទៅជា original នៅពេលដែលយើងធ្លាក់ CM អាហ្នឹងគឺខ្ញុំឲ្យបងប្អូនបំលែងទៅ original វិញកុំឲ្យដាក់ជាប់ទៅយកពីគេសុទ្ធតែយកពីគេសុទ្ធដល់តែស្បៃហើយ set up អត់កើតហើយវាជាប់បែបនេះហើយនេះឃើញទេខ្ញុំតែងតែ recommend បងប្អូនឬក៏សិស្សដែលរៀន VIP ទាំងអស់តែងតែប្រាប់គាត់ពេលដែលយើងធ្វើជាវីដេអូយកពីគេឬក៏ជា page ដែលជនជាតិដែលមិនប្រើ VPN បងប្អូនគួរតែធ្វើតាមវិធីខ្ញុំទៅពេលដែលធ្លាក់ set up នេះ page គាត់គឺមានបញ្ហា Facebook វាចាប់នេះអានទៅដឹងហើយថាខុសទៅលើអីតើមកយើងឲ្យគាត់ដោះដែរប៉ុន្តែដោះមិនបានទេមិនដឹងថាបានអត់ទេចាំមើលមើលដឹងបានវិញអត់បើសិនជាបានវិញអាចនឹងឲ្យគាត់លុបជាមួយនឹងរូបភាពទាំងអស់វីដេអូទាំងអស់ស្ដារវីដេអូឡើងវិញទៅជា original អញ្ចឹងឥឡូវនេះគឺវាចាប់ខ្លាំងតាក់ទងជាមួយនឹងរូបភាពវីដេអូអីផ្សេងដែលយកពីគេអញ្ចឹងបើបងប្អូនចង់រស់បានយូរជាមួយនឹង page របស់យើងគួរតែ content original ហ្មងអរគុណបងប្អូនទាំងអស់គ្នា